អ្នកទាំងនេះប្រកាសជាដឹងថានេះលកានេះអាចវិភាគហានិភ័យជំងឺទឹកនោមផ្អែមរបស់យើងបានដូចគ្នាខ្ញុំជាអ្នកដែលចូលចិត្តពាក្យថាកាត់ជើងនោះទេហើយមុខងារនេះតែមួយក៏ជាមូលហេតុសំខាន់បំផុតដែលធ្វើឲ្យយើងគួរមានវាពាក់ជាប់ជាប្រចាំមិនបាច់គិតពីរដងឡើយព្រោះនៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់វាធ្វើឲ្យសរសៃឈាមតូចៗរបស់យើងនឹងឡើងរឹងហើយ sensor PPG របស់ Huawei នេះវាបាញ់ពន្លឺចូលទៅក្នុងស្បែកដើម្បីវាស់ចំណងផ្លាតនៃរលកជីពចរប្រសិនបើសរសៃឈាមរឹងខ្វះភាពយឺតទម្រង់នៃរលកជីពចរនោះនឹងប្រែប្រួលត្រូវពាក់វាជាប់ទាំងពេលថ្ងៃនិងពេលយប់គេងចន្លោះពី7ទៅ14ថ្ងៃបន្ទាប់មកវានឹងបញ្ចេញលទ្ធផលជាកម្រិតហានិភ័យមកយើងវិញ3ដំណាក់កាលដើម្បីឲ្យយើងដឹងច្បាស់ low risk គេប្រាប់ថាมันមានសញ្ញាជាក់ស្ដែងនៃជំងឺទឹកនោមផ្អែមត្រូវបានរកឃើញនោះទេកម្រិតជាតិស្ករនៅក្នុងឈាមរបស់យើងនៅតែមានស្ថិរភាពក្នុងកម្រិតសុខភាពល្អហើយបើលទ្ធផលមធ្យមឬ medium risk គឺវារកឃើញថាមានសញ្ញានៃការប្រែប្រួលខុសប្រក្រតីរយៈពេលខ្លីនៅកម្រិតជាតិស្ករក្នុងឈាមរបស់យើងហើយបើវារកឃើញលទ្ធផលចេញមកកម្រិតទី3ឬជាកម្រិតហានិភ័យខ្ពស់ high risk អានឹងគឺបានន័យថាយើងអាចមានហានិភ័យជំងឺទឹកនោមផ្អែមហើយឬក៏ឈានចូលដំណាក់កាលដំបូងនៃជំងឺនេះព្រោះវាក៏លោតសញ្ញារំលឹកឲ្យយើងទៅពិគ្រោះជាមួយពេទ្យដើម្បីធ្វើតេស្តឈាមជាក់ស្ដែងបន្ថែមផងដែរហើយងាយយល់ទេដោយសារ Watch Fit 5 Pro វាបង្ហាញអក្សរខ្មែរយើងច្បាស់តែម្ដងការអាប់ដេតលើកនេះគឺសឹងតែគុណនឹង2អាចដល់លើសពីគុណនឹង2តម្លៃមិនដល់3សន្លឹកទេតែគុណភាពផលិតវាដូចនេះលើការឆ្លាតជាង$600អញ្ចឹងនិយាយពីតួខ្លួន Aluminium Aviation Grade Series 7 មុខ bezel Titanium Alloy ពន្លឺលើកនេះអាចរុញខ្ពស់ pick off ដល់ទៅ3000 nits ទៀតផងហើយនេះលើការនេះគឺស្រាលខ្លាំងត្រឹមតែ30 ក្រាមប៉ុណ្ណោះដើម្បីភ្ជាប់ជាមួយ smartphone Android និង iOS ហើយមុខងារកីឡាលើនេះគឺមានហៀទាំង mini workout ខ្លីៗរត់កីឡាជិះកង់ yoga វាយសីហាត់ទឹកឲ្យមានមួយសេតហើយសម្រាប់ខ្ញុំដែលហាត់ប្រាណជាប្រចាំទាំងរត់លើម៉ាស៊ីននិងលើកទម្ងន់ខ្ញុំយល់ថាទិន្នន័យទាំងនេះវាមានតម្លៃណាស់ខ្ញុំដឹងថាសុខភាពមានតម្លៃកាត់ថ្លៃមិនបានឡើយពេលដែលឈឺទោះបីដាក់ម្ហូបឆ្ងាញ់យ៉ាងណាឡានទំនើបផ្ទះធំនៅខាងមុខក៏អស់អារម្មណ៍ដែរអញ្ចឹងនេះជា Huawei Watch Fit 5 Pro អ្នកទាំងនេះគិតយ៉ាងណាដែរ